សម្រាប់បងប្អូនដែលគាត់ទិញឈុត Smart Watch ដែលមានខ្សែ3ក្នុងប្រអប់តែមួយតម្លៃ 19.5 កាក់ហើយប្រកបអត់ទិញចេះភ្ជាប់បងប្អូនអញ្ចឹងបងប្អូនមើលវីដេអូនេះឲ្យចប់បានហើយសម្រាប់របៀបភ្ជាប់គឺងាយទេបងប្អូនណាគាត់ដំបូងបងប្អូនគាត់ទៅបើកនាឡិកាចោលសិនមកនាឡិកាដែលយើងចង់ភ្ជាប់បងប្អូនណាយើងបើកវាចោលសិនមកអូខេអញ្ចឹងយើងចូលទៅកាន់ទូរស័ព្ទរបស់យើងជាមួយនឹង Smart Watch ហ្នឹងបងប្អូនប្រើ Android ក៏បាន Samsung ឬអីក៏បានដែរ iPhone អីក៏បានដែរបងប្អូនណាយើង download ពាក្យនេះ YouFit Pro នេះបងប្អូនណាក្នុងហ្នឹងគឺមានទាំងអស់អញ្ចឹងខ្ញុំ download ហើយខ្ញុំចូលទៅកាន់កម្មវិធីតែម្ដងបងប្អូនកុំភ្លេចបើក Bluetooth ទូរស័ព្ទបងប្អូនណាទូរស័ព្ទយើងភ្ជាប់នឹងកុំភ្លេចបើក Bluetooth ព្រោះបងប្អូនខ្លះគាត់អត់ដឹងគាត់ចូលទៅកាន់កម្មវិធីគាត់ភ្ជាប់តែភ្ជាប់បានហើយគាត់បានបើក Bluetooth ទេអញ្ចឹងផ្ទាំងកម្មវិធីរបស់វាដំបូងបងប្អូនបង្កើតដំបូងគឺវាចេញឲ្យយើងទាមទារជាមួយនឹងការ register បងប្អូនបាយ register ក៏បានដែរគ្រាន់តែ direct មកវាចូលទៅកាន់កម្មវិធីនេះតែម្ដងអញ្ចឹងខ្ញុំចូលទៅកាន់កម្មវិធីវាមានផ្ទាំងមួយបែបហ្នឹងអានេះវាសូយើងថាយើងអំពីកីឡាឬក៏ការហាត់ប្រាណរបស់យើង exercise របស់យើងហ្នឹងគឺវាមានក្នុងនឹងទាំងអស់បងប្អូនណាស្រួលទេហើយជាមួយនឹងការភ្ជាប់បងប្អូនជួយខាងនេះមកបងប្អូនអាចមើលអានេះគឺអត់ទាន់ភ្ជាប់ទេណាគេផ្ទាំង UI របស់វាអញ្ចឹងយើងចូលទៅកាន់កម្មវិធីម្ដងយើងចូលខាងនេះsorry អូខេអញ្ចឹងវាចាប់ផ្ដើម search បងប្អូនណាហើយវា search មកថាតើនាឡិការបស់យើងហ្នឹងនៅចិត្តខ្លួនយើងឈ្មោះអីដែរអានេះដោយសារខ្ញុំបើកនាឡិកា3 4ណាអញ្ចឹងខ្ញុំសុំមើល device ហ្នឹងថា device វាលេខកូដលេខម៉ានបាទអូខេអញ្ចឹងវា E 41 E 7អូខេយើងមើល41 E 7នេះបងប្អូនណាអញ្ចឹងយើងធ្វើការភ្ជាប់តែម្ដង watch 4អញ្ចឹងពេលដែលយើងភ្ជាប់ហើយអូខេភ្ជាប់បាត់ហើយបងប្អូនលឿនមែនតើពេលដែលយើងភ្ជាប់ហើយគឺម៉ោងវីដេអូអូតូម៉ាទិកដូចជាមួយនឹងនាឡិកាជាមួយនឹងទូរស័ព្ទរបស់យើងគឺដូចគ្នាតែម្ដងបងប្អូនមិនចាំសេរីច្រើនទេអូខេអញ្ចឹងយើងpair របស់វាមកណាបងប្អូនវាឲ្យ pair យើង pair មកអញ្ចឹងគឺនាឡិកាជាមួយនឹងទូរស័ព្ទយើងគឺបានភ្ជាប់រួចរាល់ហើយបងប្អូនឃើញម៉ោងឯងម៉ោង3ហើយនាឡិកាទូរស័ព្ទយើងគឺម៉ោង3ដូចគ្នាអញ្ចឹងរបៀបការភ្ជាប់មានប៉ុណ្ណឹងពេលបងប្អូនភ្ជាប់រួចរាល់ហើយនេះបងប្អូនឃើញវាឲ្យយើងមានផ្ទាំងមួយវាមាន exercise record sleep heart rate blood pressure គឺវាឆែកគេហៅវាទិន្នន័យដែលយើងប្រើប្រាស់ក្នុងនាឡិកាទាំងអស់គឺវានៅក្នុងនេះទាំងអស់តាំងពី exercise តាំងពីការគេងបងប្អូនពាក់ឲ្យពាក់នាឡិកាគេងទៅយើងនឹងថាយើងគេងប្រហែលម៉ោងប្រហែលនាទីចំអាប់បេះដូងសម្ពាធឈាមអុកស៊ីហ្សែនក្នុងឈាមគឺវាមានក្នុងនឹងទាំងអស់វាសរុបទិន្នន័យក្នុងនឹងទាំងអស់ណាអញ្ចឹងយើងចូលខាងនេះមកបងប្អូនសិតតែ record របស់វា data record របស់វាណាអូខេនេះគឺកម្មវិធីកីឡាបងប្អូនអាចចុចពីនឹង start ដើម្បីរត់កីឡាថាយើងរត់បានប្រហែលគីឡូការីប៉ុន្មានដូចគ្នាអញ្ចឹងយើងចូលមកកាន់ខាងនេះដើម្បីធ្វើការទាំងរបស់នេះគឺសម្រាប់download មុខនាឡិកា free បងប្អូនណាចុចខាងនេះមកអញ្ចឹងវា load មកណាឃើញណាសិតតែផ្ទាំងមុខនាឡិកា free ដែលបងប្អូនប្រើឲ្យបងប្អូនធុញហើយបងប្អូនអាចធ្វើការ download បដូរមុខនាឡិកាបានហើយនេះគឺ update ថ្មីហ្នឹងណាបងប្អូនឆ្លាញ់មួយណាវ៉ារីរដូវកាល World Cup រដូវកាលអញ្ចឹងវាចេញបាល់ទាត់ឲ្យយើងណាយើងឆ្លាញ់មួយណាយើងដូរមួយហ្នឹងទៅចុចប៉ុណ្ណឹងមកយើងចុចនេះមកគឺដូរមុខនាឡិកាតែម្ដងណាអូខេអញ្ចឹងដូចជាអត់មានអីច្រើនទេបងប្អូន highlight នេះគឺយើង setting របស់វា message នេះបងប្អូនត្រូវការបើកណាបើក all មកបានដែរណាអញ្ចឹងវាបើកដើម្បីអីដើម្បីថាពេលបងប្អូនជាប់ហើយគឺរាល់កម្មវិធីរបស់នេះដូច Messenger Telegram អីគឺឆាតមកវាលោតនៅលើនាឡិការបស់យើងឲ្យលើឲ្យយើងដឹងថា notification ថាមានគេឆាតមានអីចឹងណាយើងបើកវាចោលអស់មកអានេះគឺ Facebook នេះផ្សេងៗបងប្អូនចង់បើកក៏បានបិទក៏បានដែរណា language អីហ្នឹងពាក់ដៃពេញដៃស្ដាំអីហ្នឹងគឺនៅក្នុងមានទាំងអស់អត់មានអីពិបាកទេបងប្អូនណាអានេះគឺវាឲ្យយើងបើកថាយើងបើកទៅលើកដៃមើលម៉ោងក្នុងអំឡុងម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានអញ្ចឹងណាបងណាអូខេអញ្ចឹងវាស្រួលទេបងប្អូនតែប៉ុណ្្នឹងទេអូខេអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងណាបងប្អូនណាពេលភ្ជាប់ហើយគឺទិន្នន័យវាជាប់តែប៉ុណ្្នឹងបងប្អូនអរគុណ